អូខេស្អីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការចែកត្រីនៅក្នុងហាឌីរបស់យើងអញ្ចឹងហើយដើម្បីចែកត្រីបានយើងចូលទៅកាន់ folder នេះមកនេះកន្លែង folder នេះមកបន្ទាប់មកចុចកន្លែងពាក្យថា DPC អូខេអញ្ចឹងនេះជាត្រីដែលខ្ញុំមាននៅក្នុងកុំព្យូទ័ររបស់ខ្ញុំអញ្ចឹងខ្ញុំមានត្រី C1 ដែលមានទំហំផ្ទុកចំនួន476G អញ្ចឹងខ្ញុំចង់យក 200G ចេញពីត្រី C របស់ខ្ញុំនេះមកបង្កើតជាត្រី D អញ្ចឹងដើម្បីបង្កើតវាបានដែរបងប្អូនគ្រាន់តែ right click នៅលើ DPC ហ្នឹងមកបន្ទាប់មកយកពាក្យ manageអូខេអញ្ចឹងវានឹងចេញផ្ទាំងនេះមួយហើយអញ្ចឹងពេលដែលចេញផ្ទាំង computer management នេះហើយយើងចុចពាក្យថា disk management អូខេបន្ទាប់ពីវាចេញចឹងហើយបងប្អូនគ្រាន់តែចុចទៅលើdrive មួយនេះ drive C មួយនេះមកបន្ទាប់មកយើង right click វាមកយើង right click ហើយបន្ទាប់ពីយើង right click យើងយកពាក្យនេះមកអូខេអញ្ចឹងមកដល់កន្លែងនេះគឺជាកន្លែងនៃការចែកទំហំផ្ទុកនៃត្រីថ្មីដែលបងប្អូនចង់បានអញ្ចឹងខ្ញុំចង់យក 200G ចេញពីត្រី C អញ្ចឹងដើម្បីយក 200G ចេញពីត្រី C បានបងប្អូនគ្រាន់តែបើក calculator មកអូខេអញ្ចឹងដើម្បីចែកត្រី 200G ចេញពីត្រី C បានបងប្អូនយក1024គុណនឹង200មកអូខេវាចេញបានប៉ុណ្ណេះអញ្ចឹងខ្ញុំយកប៉ុណ្ណឹងយកមកដាក់ចូលអូខេ20គុណ4800អូខេអញ្ចឹងតម្លៃប៉ុណ្ណេះស្មើនឹងទំហំផ្ទុក200G អញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែងពាក្យនេះមកអូខេអញ្ចឹងបងប្អូនចាំវាបន្តិចវានឹងបង្កើតបានទេអញ្ចឹងនេះបន្ទាប់ពីយើងចុចបង្កើតវាមកហើយយើងគ្រាន់តែ right click លើវានឹងមកបន្ទាប់មកយកពាក្យ new volume នេះយកចុចមកបន្ទាប់មកចុចពាក្យ next ហើយចុច next ទៀតហើយចុចរើសត្រីយើងអាចរើសបានត្រី Q ត្រី O តាមអីដែលបងប្អូនចង់បានហ្នឹងទៅបន្ទាប់មកបងប្អូនចុច next អូខេបងប្អូនចុច next ទៀតរួចចុចពាក្យថា finish អូខេអញ្ចឹងសូមដកចេញមកបងប្អូននឹងឃើញត្រី D មួយដែលបងប្អូនបានបង្កើតហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ